អូខេបងបាទតោះឥឡូវយើងចូលទៅដល់រឿងរ៉ាវរបស់កីឡាករ Cristiano Ronaldo វិញម្ដងបាទសម្រាប់កីឡាករ Cristiano Ronaldo នេះបាទចាប់តាំងពីគាត់ប្រឡូកក្នុងវិស័យបាល់ទាត់ហើយមកចូលរួមជាមួយនឹងក្រុមវិស័យក្រហម Manchester United គាត់ឈ្នះពានរង្វាន់ Premier League បាទចូលជាមួយ Real Madrid ឈ្នះពានរង្វាន់ La Liga UEFA Champions League ជាមួយលោក Zidane បាទចូលរួមជាមួយនឹងសេបង្កង Juventus ក៏ឈ្នះពានបាទត្រឡប់មក Man U វិញបាទរៀងរោគរ៉ាបន្តិចបាទហើយក៏មានតាក់ទងជាមួយនឹងការនិយាយហើយកេនឹងផ្ទៃក្នុងហើយក៏ចូលរួមជាមួយនឹងក្រុម Al Nassrបាទនេះតាក់ទងជាមួយនឹងរឿងរ៉ាវរបស់កីឡាករ Cristiano Ronaldo អញ្ចឹងបាទការទៅចូលរួមជាមួយនឹងក្រុម Al Nassr បាទទាំងខ្ញុំទាំងគេទាំងបងប្អូនទាំងអស់គ្នាសួរថាអ្នកណាស្គាល់ League បាទ League Oat ហ្នឹងបាទ League Arabi Saudi អត់មានអ្នកណាគេស្គាល់ទេបាទគ្មានអ្នកណាគេស្គាល់ទេបើសិនជាគ្មានវត្តមានរបស់កីឡាករ Cristiano Ronaldo អានេះខ្ញុំនិយាយត្រង់តែហ្មងបាទគឺគ្មានអ្នកណាស្គាល់ទេ Ronaldo ទៅចូលរួមបាទគឺគៀងកងអ្នកគ្រប់គ្រងបាទមិនថាអ្នកគ្រប់គ្រងពីមុនជាមួយ Real Madrid ជាមួយ Man U ជាមួយក្រុមអីទេគឺចាប់ផ្ដើមស្គាល់ Saudi Pro League នៅទឹកដី Arabi Saudi ដែលសារតា League មួយនេះគឺជះលុយបាទ PIF គាត់ជះលុយបាទហើយ PIF នេះមិនមែនកាន់តែក្រុម Al Nassr មួយទេកាន់ក្រុមផ្សេងៗទៀតដូចជា Al Hilal ជាដើមបាទហើយបាទដូចកីឡាករ Toni Kroos គាត់និយាយនៅថ្ងៃនេះបាទគាត់ថាក្លឹបនៅ Saudi Pro League ដូចជា Al Nassr នេះអត់មានការផ្ដល់ការគោរពទៅកាន់កីឡាករ Cristiano Ronaldo ទៅអសោះបាទអញ្ចឹងនៅពេលដែល Ronaldo ទៅនេះបាទទៅធ្វើឲ្យពិភពលោកមានការចាប់អារម្មណ៍បាទ League នៅ Saudi Pro League ដោយសារតែមានវត្តមាន Cristiano Ronaldo ហើយគាត់បានហ៊ាននិយាយទៀតថាប្រសិនបើ Ronaldo ចាក់ចេញពី League មួយនេះចាក់ចេញពីក្រុម Al Nassr បាទមិនមែនចាក់ចេញពីក្រុម Al Nassr ទេបើថាចាក់ចេញពី League ដើរចេញពី League Oat ហ្នឹងហ្មងណាបាទទៅ Inter Miami ក៏ដោយបាទទៅ Inter Miami ក៏ដោយបាទទៅ League ណាផ្សេងក៏ដោយLeague Oat និងបាត់ប្រជាប្រិយភាពលែងមានអ្នកទស្សនាបាទដូចគ្នាខ្ញុំក៏មិនទស្សនាដែរបាទអញ្ចឹងនេះគឺជាការលើកឡើងរបស់កីឡាករ Toni Kroos បាទលើចូលមកដល់ប្រធានបទក្តៅរបស់យើងវិញបាទនៅប្រហែលថ្ងៃមកនេះបងប្អូនបាទសម្រាប់កីឡាករ Cristiano Ronaldo ជាមួយនឹងក្រុម Al Nassr គឺមានរឿងរកម្មរកូសជាមួយគ្នាដោយសារអីដោយសារតែបាទមួយរយៈនេះក្រុម Al Nassr បាទក៏ដូចជាថ្នាក់ដឹកនាំ PIF ពួកគេហាក់ដូចជាលំអៀងទៅខាងក្រុម Al Hilal ជាងបាទអញ្ចឹង Al Hilal បច្ចុប្បន្នកំពុងតែស្ថិតនៅកំពូលតារាងបាទស្ថិតនៅកំពូលតារាងហើយពួកគេឆ្លៀតយកកីឡាករ Benzema ទៅបន្ទប់នៅកន្លែងនោះទៀតអញ្ចឹងធ្វើឲ្យ Ronaldo ខឹងថា Al Nassr នេះពងតែខ្វះបាទធនធានបាទពងតែខ្វះកីឡាករត្រូវការពានបាទគាត់ត្រូវការពានឥឡូវគាត់រកគ្រាប់បាន961គ្រាប់ណាបងប្អូនបាទជិត1000គ្រាប់ហើយAl Nassr គាត់ត្រូវការពានហើយគាត់នឹងក៏ត្រូវការពានសម្រាប់ក្លឹបដែលគាត់បានលេងដែរបាទបន្តប្រវត្តិសាស្ត្របន្តកំណត់ត្រារបស់គាត់បាទឈ្នះពានគ្រប់ក្លឹបអញ្ចឹងគាត់ត្រូវការអញ្ចឹងឲ្យធ្វើឲ្យគាត់បានមានការអន់សម្បុនចិត្តហាក់ដូចជាខាងក្លឹប Al Nassr ក៏ដូចជា PIF នេះមិនផ្ដល់តម្លៃឲ្យគាត់បាទមិនផ្ដល់តម្លៃគាត់អត់បានចូលលេងទេអត់បានចូលវឹកហាត់2 3ប្រកួតបាទជាពិសេសគឺចុងក្រោយប៉ះជាមួយនឹងក្រុម Al Ittihad Ronaldo អត់បានចូលលេងទេបាទទោះបីជាកាយសម្បត្តិរបស់គាត់ fit 100% ក៏ដោយបាទអញ្ចឹងនេះតាក់ទងជាមួយនឹងរឿងរ៉ាវរបស់ Ronaldo ជាមួយនឹងក្រុម Al Nassr បាទយើងត្រឡប់មកប្រហែលថ្ងៃនេះដូចគ្នាបាទតាក់ទងជាមួយនឹងពាក្យចចាមអារាមដែលថាកីឡាករ Cristiano Ronaldo អាចនឹងទៅចូលរួមជាមួយនឹងក្រុម Inter Miami នៅសហរដ្ឋអាមេរិកបាទសួរថារឿងនេះអាចកើតឡើងឬអត់បើសិនជាយោងតាមយើងសង្កេតមើលបាទតាក់ទងជាមួយនឹងព័ត៌មានប្រចាំថ្ងៃប្រហែលថ្ងៃមកនេះណាបាទអញ្ចឹងវាមានរឿងពីរបាទរឿងទី1ច្បាស់បាទ 100% លោក David Beckham គាត់ពិតជាចង់បានកីឡាករល្បីៗកំពូលទៅលេងបាទជុំគ្នានៅទឹកដីសហរដ្ឋអាមេរិកបន្ទាប់ពីវ័យពួកគាត់រៀងជ្រេណាហើយ Cristiano Ronaldo ក៏គោលដៅមួយដែរបាទពួកគាត់ចង់ឲ្យ Ronaldo ហើយ Messi លេងជុំគ្នាមានកីឡាករផ្សេងៗទៀតដូចជា Luis Suarez នឹងឯងមានថា Dream Team ណាបាទក្តីសុបិនបាទក្រុមនៅក្នុងក្តីសុបិនរបស់គាត់ចង់បង្កើតក្រុមមួយដែលមានសិទ្ធិ legend បាទទៅលេងនៅសហរដ្ឋអាមេរិកបាទហើយមួយវិញទៀតបងប្អូនបើសិនជាលោក David Beckham ចង់បាន Cristiano Ronaldo វារៀងពិបាកបន្តិចដោយសារតែត្រូវទិញប្រាច់តម្លៃកុងត្រាដោយសារតែ Ronaldo កុងត្រាបន្តជាមួយនឹងក្រុម Al Nassr រហូតដល់ឆ្នាំ2027ហើយបើសិនជាមានក្លឹបណាចង់ទិញផ្ដាច់គឺតម្លៃ50ទៅ60លានដុល្លារអញ្ចឹងវាច្រើនដែរហើយស្របពេលបច្ចុប្បន្នក្រុមInter Miami បាទរបស់លោក David Beckham នេះមានកីឡាករល្បីៗបាទប្រាក់ឈ្នួលក៏ខ្ពស់បើសិនជាចង់បាន Ronaldo ត្រូវតែមានការរុះរើទ្រង់ទ្រាយធំតែម្ដងដើម្បីមានកន្លែងសម្រាប់កីឡាករ Cristiano Ronaldo ហើយ Ronaldo ហ្នឹងក៏មិនអាចមានប្រាក់ឈ្នួលបាទទៀបជាងកីឡាករ Lionel Messi ដែរបាទត្រូវតែមានប្រាក់ឈ្នួលប្រហែលគ្នាអញ្ចឹងរៀងពិបាកបន្តិចហើយមានចំនួនមួយបានចោទសួរថាតើ Ronaldo អាចទៅអត់អញ្ចឹងបើយើងតាមការបរហោះបាទពីសារព័ត៌មានផ្សេងបាទនៅប្រទេសអារ៉ាប៊ីសាអូឌីក្តីពួកគេបានអះអាងថាមានភាគរយអាចដោយសារតែបាក់ក្រុមជម្រើសជាតិប៉ូទុយហ្គាល់បាទពួកគេគឺត្រៀមបោះជំរំវឹកហាត់សម្រាប់ការប្រកួតពានរង្វាន់ FIFA World Cup ឆ្នាំ2026នៅទីក្រុង Miami បាទសហរដ្ឋអាមេរិកអញ្ចឹង Ronaldo អាចបាទពិចារណាក្នុងការពិភាក្សាទៅចូលរួមជាមួយនឹងក្រុម Inter Miami ដើម្បីសម្របខ្លួនបាទត្រៀមនោះព្រឹត្តិការណ៍ធំ FIFA World Cup ឆ្នាំ2026អូយគាត់និយាយឲ្យគាត់រំភើបដែរបងប្អូនមិនដឹងថារឿងនេះអាចកើតឡើងមែនឬក៏អត់ទេប៉ុន្តែបាទមានរឿងមួយដែលអ្នកវិភាគគេយកមកនិយាយថា
អ្វីដែលបាទមានពាក្យអាចារ្យអារ៉ាមថារ៉ូណាល់ដូទៅក្រុម Inter Miami នេះវាគ្រាន់តែជាយុទ្ធសាស្ត្រទីផ្សារអំពីបាទតាក់ទងជាមួយនឹងភ្នាក់ងាររបស់កីឡាករ Cristiano Ronaldo ដើម្បីដាក់គំនាបដាក់សម្ពាធទៅក្រុម Al Nassr កុំឲ្យប្រហើនកុំឲ្យបាទអត់មានការគោរពទៅកាន់ Cristiano Ronaldo ប្រយ័ត្នតែអត់ Ronaldo ទៅចូល Inter Miami League Out អាចនឹងបាត់បង់ប្រជាប្រិយភាពបាទអូខេបងប្អូនបាទអញ្ចឹងអរគុណមែនទែនបាទសម្រាប់ការតាមដានទស្សនាវីដេអូមួយនេះរបស់ខ្ញុំបាទ Simon Set យើងជួបគ្នានៅវីដេអូក្រោយៗទៀតហើយមែនទែនទៅខ្ញុំក៏នៅតែគិតថាបាទ Ronaldo និង Messi នៅថ្ងៃអនាគតពួកគាត់អាចនឹងលេងជាមួយគ្នាបាទមុនពេលដែលគាត់ចូលនិវត្តន៍នៅក្រុមណាក៏បានដែរឲ្យតែគាត់លេងជុំគ្នាមិនថានៅក្រុម Inter Miami ឬមួយក៏ Messi មក Al Nassr ទេប៉ុន្តែពួកយើងគឺចង់ឃើញគាត់លេងជុំគ្នា